ខាងសាច់ពពែអាំងមួយកន្លែងនេះបងប្អូនខ្ញុំឲ្យ rate 9 លើ 10 ព្រោះអាចឆក់យកបេះដូងខ្ញុំឲ្យស្រែកវ៉ាវតែម្ដងបងប្អូនពេលដែលបានភ្លក់សាច់ពពែអាំងទឹកប្រហុកកន្លែងគាត់ណាបងប្អូនហើយដល់ពេលអញ្ចឹងបងប្អូនឆ្ងល់ទេចុះអ្នក review នេះមិនបណ្ដោយបន្ទុកគួរដល់ម្លឹងតតែបានញ៉ាំតមាត់ឃើញតភ្នែកតតែញ៉ាំចិត្តអស់មិនដឹងថាអូទឹកដៃអ្នកខេត្តសៀមរាបសោះបងប្អូនហើយនិយាយដល់រឿងសាច់ពពែបងប្អូនបាទបងប្អូនប្រកាសជាគិតឃើញដូចខ្ញុំហើយសាច់ពពែនេះបើធ្វើមិនល្អធ្វើមិនស្អាតបើសិនជាមិនមានបទពិសោធន៍អាចធ្វើគាត់ណាថាធំក្លិនសាធំក្លិនមិនល្អគ្រាន់តែឃើញការអាំងការប្រលះនិងការហាន់ដាក់ចានណាបងប្អូនបាទគឺទំនងមួយបែបបាត់ទៅហើយបាទទម្រាំបានមកភ្លក់ដល់ទីតាំងរបស់គាត់ទៀតខ្ញុំក៏គិតថាបងប្អូននឹងពេញចិត្តដូចខ្ញុំដែរបាទហើយចំណែកទីតាំងរបស់គាត់វិញណាបាទបងប្អូនធ្វើដំណើរពីខាងផ្សារលើក្រុងប្រស័យនុយើងណាមកដល់ស្តុប O2 ការ៉ាសាំងសាវ៉ាមិចអូនធ្វើការបត់ខាងស្នាមដៃមកបាទមករហូតមកដល់ស្តុបប៊ីលប្រាយើងហ្នឹងមកហួសតែបន្តិចគឺប្រហែលជា20 ម៉ែត្រទៅខាងឆ្វេងដៃតែម្ដងបងប្អូនបាទហាងសាច់ពពែអាំងទឹកប្រហុករបស់គាត់នេះបាទណែតែបងប្អូនធ្វើដំណើរមកពីខាងអង្គការមរុតតប៉ាំងបងប្អូនមកត្រង់រហូតបាទមករហូតមកគឺមកដល់ចំណុចចិត្តស្តុបប៊ីលប្រែហ្នឹងគឺនៅខាងស្នាមដៃតែម្ដងបាទបងប្អូនឥឡូវសូមទាញអារម្មណ៍ពុកម៉ែបងប្អូនត្រឡប់ទៅប្រទេសសិនពាក់ព័ន្ធទៅនឹងស្នាដៃអ្នកខេត្តសៀមរាបហ្នឹងខ្ញុំសួរគាត់ម្ដងហើយម្ដងទៀតគាត់ថាមិនចង់អួតច្រើនទេទុកឲ្យពុកម៉ែបងប្អូនហ្នឹងមកសាកនៅហាងផ្ទាល់នៅសាច់ពពែអាំងទឹកប្រហុកហ្នឹងពេលដែលសាកឲ្យភ្លក់ហើយចាំដាក់បន្ទុកតាមគាត់ថាបានដែរបាទបើសិនជាឆ្ងាញ់ថាឆ្ងាញ់មិនឆ្ងាញ់ថាមិនឆ្ងាញ់បាទរីខមមិនជាមួយម្ចាស់ហាងផ្ទាល់តែម្ដងបាទពុកម៉ែបងប្អូនអារម្មណ៍ដែលខ្ញុំទទួលបានមួយទៀតណាបាទពេលដែលឃើញកន្លែងអង្គុយបែបនេះបាទជួបជុំមិត្តភ័ក្តិបងប្អូនគ្រួសារក៏បានពេលដែលយើងគិតឃើញទៅដល់ការលូកមុខលូកក្រោយបាទចូលឆ្វេងចូលស្ដាំជុំគ្នាគឺដឹងតែបន្ថែមរសជាតិមួយកម្រិតទៀតបាទនេះគ្រាន់តែជាអារម្មណ៍របស់ admin ទេបើសិនជាពុកម៉ែបងប្អូនមានអារម្មណ៍ដូច admin ដែរបាទអាច comment ម្នាក់មួយមកហើយក៏អញ្ជើញមកហាងផ្ទាល់ក៏បានដែរបាទសម្រាប់លេខទូរស័ព្ទរួមទាំងទីតាំងខ្ញុំនឹងដាក់នៅក្នុង caption ខាងលើក្នុង comment សម្រាប់ថ្ងៃនេះមានតែប៉ុណ្ណេះទេជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមគោរពលា